ស្តីអ្នកទាំងអស់គ្នាវីដេអូនេះនឹងបង្ហាញអំពីរបៀបនៃការ download កម្មវិធី Telegram ដាក់ចូលទៅក្នុង computer អញ្ចឹងជំហានទី1គឺយើងចូលទៅក្នុងកម្មវិធី Google Chrome កម្មវិធីនេះបន្ទាប់មកយើង search ពាក្យ Telegram ឬក៏ Telegram download បន្ទាប់មកយើងយកពាក្យ Telegram desktopហើយយើងចុច get Telegram for Windows បន្ទាប់មកយើងរងចាំបន្តិចដើម្បីដំណើរការទាញយកកម្មវិធីនេះនៅខាងក្រោមគឺវាកំពុងតែដំណើរការទាញយកកម្មវិធីហ្នឹងហើយអញ្ចឹងឥឡូវវាពេញហើយយើងអាចចុចបើកលើនឹងតែម្ដងក៏បានឬក៏យើងអាចបិទវាសិនហើយយើងចូលទៅរក file ដែលយើងបាន download អំបញ្ញអញ្ចឹងយើងចូលទៅកន្លែង download នេះចឹងនេះខាងលើនេះគឺជា file ដែលយើងបាន download មិញអញ្ចឹងយើងអាចដំឡើងវាមកចុច2ដងបន្ទាប់ពីយើងចុច2ដងហើយយើងចុច OK ហើយយើងចុច Next Yes ហើយយើងចុច Take កន្លែងនេះមួយហើយយើងចុច Next ចុច Next ទៀត Install តមកចុច Next ទៀតនេះហើយយើងចុច Finish បន្ទាប់ពីខ្ញុំបាន download ឬក៏ដំឡើងនៅក្នុង desktop ហើយវានឹងចេញផ្ទាំងនេះអញ្ចឹងយើងចុច Start Messenger នេះមកដើម្បីភ្ជាប់ជាមួយនឹងគណនី Telegram របស់យើងអញ្ចឹងយើងចុចមកហើយយើងបញ្ចូលលេខទូរស័ព្ទដែលយើងប្រើ Telegram ឧទាហរណ៍ខ្ញុំសូមបញ្ចូលលេខខ្ញុំអញ្ចឹងខ្ញុំចុច Next នៅពេលដែលខ្ញុំចុច Next ហើយគឺវានឹងបង្ហាញផ្ទាំងនេះអញ្ចឹងកូដនឹងផ្ញើចូលទៅក្នុងលេខទូរស័ព្ទយើងចុច Send code SMS នេះមកដើម្បីឲ្យផ្ញើកូដទៅកាន់លេខទូរស័ព្ទរបស់យើងអញ្ចឹងខ្ញុំចុចហើយនេះគឺជាកូដយើងត្រូវយកកូដហ្នឹងមកបញ្ចូលនៅកន្លែងនេះអញ្ចឹងយើងបញ្ចូលកូដហើយវានឹងលោតយើងចូលទៅក្នុង Telegram របស់យើងតែម្ដងនេះគឺតាក់ទងជាមួយនឹងការ download កម្មវិធី Telegram ក៏ដូចជាការបង្ភ្ជាប់ជាមួយនឹងគណនី Telegram ដែលមានស្រាប់នៅក្នុង computer សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះ